ជំរាបសួរបងប្អូនអ្នកទស្សនាវីដេអូម៉ែកូននាងខ្ញុំឥឡូវនេះដល់វគ្គអាវុធអ៊ុយក្រែនអាយុ4ឆ្នាំហើយនាងខ្ញុំក៏ចាប់ផ្ដើមធ្វើម្ហូបអាហារបែបក្រៀមផ្ទាប់ជាមួយនឹងបន្លែឲ្យកូនញ៉ាំដោយសារតែវាមានអាយុច្រើនដែរដល់វ័យដល់ផ្ដើមផ្លាស់ប្ដូររបបអាហារទៅតាមវ័យហើយព្រោះវ័យកូនវុតគឺចាប់ផ្ដើមទៀមទាញ៉ាំតែសាច់ដំណាក់កាលកូនចេះទៀមទាចេះស្នើសុំសំណុំពរនៅអ្វីដែលកូនស្គាល់កូនដឹងឮហើយឃ្លានចង់ញ៉ាំញ៉ាំមកដុតទៀតមកដុតគេធ្វើម៉េចហ៎ដុតដុតម៉េចដុតក្នុងភ្លើងដុតក្នុងឆ្នាំងមកដុតនឹងគេធ្វើម៉េចនៅក្នុងភ្លើងចេះកំងសិតចង់ញ៉ាំមាន់ចិត្តផ្កាប្រូកាលីឡើងមកកច្រែងធំទៀមមាន់ដុតអកូនសំណប់ចិត្តម្ដាយអើយអីក៏ស្រួលចិញ្ចឹមម្លេះទេម្ចាស់ថ្លៃអើយសម្រាប់កូនរបស់ពុកម៉ែបងប្អូនបើសិនជាណាមិនសូវជាមានចំណងរបបអាហារអីអាយុ4ឆ្នាំ5ឆ្នាំអីណាអាចមើលទូរស័ព្ទមើលវីដេអូបានណាខ្ញុំជឿថាក្មេងទូទៅគឺមើលទូរស័ព្ទនឹងឯងទាំងកូនខ្ញុំកូនគេគឺថាហាមអត់ស្ដាប់ទេប៉ុន្តែអាស្រ័យលើពុកម៉ែបងប្អូនដែលជាអាណាព្យាបាលផ្ទាល់សម្រាប់ចិត្តឲ្យកូនមើលវីដេអូបែបណាបងប្អូនជឿថាតើលើលោកនេះច្បាប់ស្រុបទេងពិតជាមានឥទ្ធិពលមែនអត់បងប្អូនជឿថាមានច្បាប់ស្រុបទេងមែនឬទេសម្រាប់ខ្ញុំគឺជឿដោយសារតែមុនពេលដែលខ្ញុំដាក់កូនវុតថតវីដេអូហូបបង្ហាញឪពុកម៉ែបងប្អូនទស្សនាហ្នឹងគឺខ្ញុំបានបណ្ដុះនៅក្នុងខួរក្បាលកូនវុតរួចហើយកាលកូនវុតចាប់ផ្ដើមញ៉ាំអាហារបានខ្ញុំបណ្ដុះឲ្យញ៉ាំតែបន្លែរហូតសម្លបន្លែរហូតដល់ទៅពេលកូនវុតបានអាយុ1ខួបជាងខ្ញុំចាប់ផ្ដើមឲ្យកូនវុតមើលវីដេអូនៅក្នុង YouTube តែក៏មិនមែនឲ្យកូនមើលតតែធ្លាប់ដែរបងប្អូនឲ្យមើលមួយផ្លេតហ្នឹងគឺមើលប្រភេទវីដេអូដែលគេញ៉ាំអាហារញ៉ាំច្រើនញ៉ាំប្រភេទដូចវីដេអូមកបាំងរបស់ចិនហើយខ្ញុំសង្កេតឃើញថាតាំងពីហ្នឹងមកគឺថាកូនវុតមានចំណងអាហារខ្ញុំធ្វើម្ហូបបែបណាក៏កូនញ៉ាំបងប្អូនទស្សនាវីដេអូខ្ញុំកន្លងមកដឹងហើយទោះបីជាម្ហូបហ្នឹងឃ្លៀងឃ្លោងដូចទឹកទន្លេយ៉ាងណាក៏នៅតែកូនវុតញ៉ាំសំខាន់ឲ្យតែមានបន្លែគោលបំណងខ្ញុំរៀបរាប់មកបែកអូហូស្ទឹងនេះគ្រាន់តែចង់បង្ហាញទៅពុកម៉ែបងប្អូនព្រោះឲ្យបងប្អូនតែងតែខមមិនថាធ្វើម៉េចកូនញ៉ាំអាហារបានច្រើនញ៉ាំបន្លែញ៉ាំសាច់បានអញ្ចឹងខ្ញុំនិយាយអញ្ចឹងគឺខ្ញុំបានបណ្ដុះឲ្យខ្ញុំបានចាក់បញ្ចូលឲ្យកូនវុតមើលយើងបណ្ដុះឲ្យកូនញ៉ាំអាហារបានហើយហ្នឹងបណ្ដុះឲ្យកូនឃើញពីសកម្មភាពនៃការញ៉ាំហើយសម្រាប់បងប្អូនអាចសាកល្បងបានទៀតសតពុកម៉ែបងប្អូនអាចឲ្យកូនរបស់ពុកម៉ែបងប្អូនមើលវីដេអូកូនវុតញ៉ាំបានហើយក៏ខ្ញុំបានឃើញខមមិនមកជាច្រើនដែរដែលជោគជ័យគឺបងប្អូនថាតាំងពីបានឲ្យកូនមើលវីដេអូរបស់អូនវុតអ៊ុយក្រែនញ៉ាំមកកូនរបស់គាត់ក៏ចេះញ៉ាំបន្លែញ៉ាំអាហារបានច្រើនដែរអញ្ចឹងណាហើយខ្ញុំក៏សប្បាយចិត្តហើយដោយសារតែខ្ញុំនៅមានកម្រិតខ្ញុំអត់ទាន់មានលទ្ធភាពដើម្បីចែករំលែកវិធីសាស្ត្រធ្វើបែបណាឲ្យកូនញ៉ាំបន្លែបានច្រើនសកម្មភាពទាំងអស់ហ្នឹងខ្ញុំរកកន្លែងបង្ហាញទៅពុកម៉ែបងប្អូនឲ្យចំខ្លឹមឲ្យខ្លីហ្នឹងគឺវាអត់មានគឺវាមានតែវែងឡាយដោយសកម្មភាពកំពុងតែបង្ហាញនេះមួយវិញទៀតសម្រាប់ក្មេងអាយុចន្លោះ6ខែមក3 4 5ឆ្នាំនេះបងប្អូនមិនចាំបាច់ទៀមទារោទម្លាប់អនាម័យសណ្ដាប់ធ្នាប់អីទេសំខាន់ក្មេងប៉ុណ្ណេះគឺអ្វីដែលវាត្រូវចេះត្រូវដឹងត្រូវឮគឺការញ៉ាំបានចូលពោះញ៉ាំដោយខ្លួនឯងមិនចំណាយពេលរំខានដល់ឪពុកម្ដាយអ្វីដែលបងប្អូនត្រូវតែមានជាទម្លាប់ហ្នឹងគឺមុនពេលឲ្យកូនញ៉ាំហ្នឹងគឺលាងដៃសម្អាតអនាម័យឲ្យកូនឲ្យស្អាតឲ្យរៀបរយទៅនៅពេលដែលកូនញ៉ាំប្រឡាក់ហើយយើងប្រមូលអាប្រឡាក់ហ្នឹងយកទៅស្អាតយកទៅបោកគក់ទៅវាមិនមែនជាបញ្ហាអីទេព្រោះវាជាភារកិច្ចរបស់ឪពុកម្ដាយគ្រប់រូបហើយវីដេអូក៏មានតែប៉ុណ្ណឹងពុកម៉ែបងប្អូនខ្ញុំនឹងព្យាយាមចែករំលែកនៅភាពបន្តហើយសម្រាប់បងប្អូនត្រូវការទឹកប្រឡាក់សូមឆាតចូលពេក